ដោយសារតែមានបងប្អូនកំងច្រើនឥឡូវហ្នឹងគឺអស់កូនម៉ែលោកហើយចាប់ផ្ដើមមកដាក់បែកថ្មីទៀតហើយបងប្អូនអរគ្នាថ្ងៃនេះខ្ញុំមកចោះជាមួយនឹងគម្របធំដើម្បីដាក់ចិញ្ចឹមកូនម៉ែនិយាយទៅការចិញ្ចឹមកូនម៉ែបើសិនជាយើងអត់ចោះគម្របអញ្ចឹងទេវាអត់មានខ្យល់ចេញចូលបើយើងគ្របហប់វិញគឺដឹងអាកូនម៉ែយើងងាប់ហ្មងបងប្អូនអញ្ចឹងបើសិនជាបងប្អូនអរគ្នាទិញកូនម៉ែពីខ្ញុំទៅបងប្អូនកុំបារម្ភខ្ញុំនឹងប្រាប់ពីបងប្អូនរបៀបចិញ្ចឹមធ្វើយ៉ាងណាឲ្យកូនម៉ែរស់ហើយនឹងប្រាប់ពីរបៀបបងប្អូនធ្វើទៀតបើសិនជាបងប្អូនចង់ញ៉ាំហើយបងប្អូនអត់ចេះធ្វើហើយថ្ងៃហ្នឹងគឺខ្ញុំដាក់ជាមួយនឹងអាកណ្ដុងប្រហែលជាជិត2គីឡូបងប្អូនអញ្ចឹងខ្ញុំដាក់ពេញនឹងតែម្ដងហើយមួយកណ្ដុងហ្នឹងខ្ញុំលក់តែ40000រៀលទេបងប្អូនអរគ្នាហើយសេវាដឹកគឺខ្ញុំចេញឲ្យបងប្អូនចាផ្ញើជូនបងប្អូន25ខេត្តក្រុងតែម្ដងហើយមកជួកូនម៉ែយើងហ្នឹងបើសិនជាបងប្អូនដឹងបងប្អូនធ្លាប់ញ៉ាំគឺដឹងថាចូលចិត្តញ៉ាំតែម្ដងហើយបងប្អូនអត់មានជាមួយនឹងមេកូនម៉ែអីទេបងប្អូនអាចឆាតទិញខ្ញុំបានតាមរយៈខ្ញុំផុសក្នុង page ហ្នឹងឬក៏តាក់ទងតាមលេខទូរស័ព្ទដែលខ្ញុំដាក់នៅខាងលើវីដេអូហ្នឹងក៏បានដែរហើយការដុសកូនម៉ែយកមកចិញ្ចឹមបងប្អូនអរគ្នាយើងត្រូវការរបស់ហ្នឹងគឺអត់មានជាប់ជាតិប្រៃអីទេហើយរបស់ឬក៏ស្រាប់ព្រាវែករបស់យើងនឹងដុសសឡហើយយកមកដុសជាមួយកូនម៉ែយកទៅធ្វើម្ហូបហ្នឹងគឺដឹងអាកូនម៉ែយើងហ្នឹងងាប់អស់ហើយបងប្អូនអើយអញ្ចឹងបើសិនជាបងប្អូនយកទៅធ្វើម្ហូបកុំភ្លេចបងប្អូនអរគ្នាវែកសឡយើងហ្នឹងដឹងថាលាងឲ្យស្អាតអត់មានជាតិប្រៃអញ្ចឹងបានកូនម៉ែយើងរស់តទៀតវាចិញ្ចឹមងាយស្រួលទេតែបងប្អូនខ្លះគាត់ថាចិញ្ចឹមអត់រស់អញ្ចឹងគាត់ចង់ដឹងពីរបៀបចិញ្ចឹមទៅគាត់អាចឆាតសួរបានណាបងប្អូនចាឆាតសួរខ្ញុំអត់កណ្ណាញ់ក្នុងការប្រាស់ពីរបៀបចិញ្ចឹមទេហើយកូនម៉ែហ្នឹងគឺយើងដាក់ក្នុងមួយអាទិត្យឬក៏10ថ្ងៃគឺយើងដាក់បាយឲ្យម្ដងបានហើយចំពោះការដាក់បាយវិញយើងប្រើបាយកកក៏បានបាយក្តៅក៏បានសំខាន់គឺយើងលាងឲ្យវាត្រជាក់សិនណាហើយទៅពេលយើងដួសដាក់ទៅប៉ុណ្្នឹងរួចរាល់ជាការស្រេចហើយ